ហើយបងប្អូនមើលអេគីអានេះអេគីឬក៏ស្ថានីយ៍រថភ្លើងរបស់ជប៉ុនស្ថានីយ៍រថភ្លើងនៅជប៉ុនគឺតាមជនបទទោះបីជាយើងអត់មានកាតឬក៏អត់មានលុយក៏អាចជិះបានដែរជនជប៉ុនគេស្មោះត្រង់ទេណាគេយកលុយស៊ីមកចោលជនជប៉ុនគឺគេស្មោះត្រង់មើលទៅគេគឺអេគីនៅជនបទខុសពីទីក្រុងតើយើងមានកាតឬក៏មានលុយយើង scan កាត IC កាតនៅកន្លែងនេះបានយើងអាចទ្វារវាបើកបានយើងអាចចូលទៅជីរថភ្លើងបានប៉ុន្តែជនបទអត់បាច់ scan មិនអីទេពីដើមមកគឺអញ្ចឹងហើយទ្វារក៏បើកចង្ហអញ្ចឹងមានសយមានអីទេហ្នឹងយើងចូលចាំរថភ្លើងអញ្ចឹងមកខ្ញុំធ្លាប់សាកល្បងជីប្រហែលជាម្ដងពីរដងហើយជីដោយអត់បាច់វាយកាតដោយអត់បាច់ដាក់លុយតែមែនដោយសារតែខ្ញុំខូចខែលអីទេគឺខ្ញុំទីមួយកាតខ្ញុំវាខូចកាតខ្ញុំវាខូចខ្ញុំអត់ទាន់បានធ្វើទៅខ្ញុំជីសាកមើលខ្ញុំជីអត់វាយកាតសាកមើលហើយអត់មានបញ្ហាអីទេខ្ញុំចាំមើលមួយអាទិត្យអាចមានបលិសមកហៅយើងដល់បន្ទប់អត់មានទេហើយខ្ញុំក៏សម្រេចចិត្តយកកាតហ្នឹងទៅប្តឹងបុគ្គលិកអេគីបុគ្គលិកស្ថានីយ៍គេហើយខ្ញុំប្តឹងប្រាប់ថាខ្ញុំជិះរថភ្លើងពីចំណតណាដល់ចំណតណាពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងហើយខ្ញុំក៏ប្រាប់គេអញ្ចឹងគេក៏កាត់លុយតាមហ្នឹងហើយកាត់លុយតាមក្រោយមែនទេជប៉ុនចឹងជនជាតិគេស្មោះត្រង់មែនទេគឺគេទុកចិត្តលើជនជាតិគេហ្មងហើយគិតមើលអ្នកតែចូលមកឆ្លាញ់ចូលអត់បាច់វាយកាតទេវាបាច់ខោឲ្យចាញ់តែចាញ់ចូលធម្មតាខុសពីនៅទីក្រុងបើទីក្រុងអត់ទេទីក្រុងដោយសារទីក្រុងនេះច្រើនហើយនៅគ្រប់អេគីទាំងអស់សុទ្ធតែមានចំណតកង់មួយចំនួនធំគឺអត់មានម្ចាស់ទេគេយកទុកចោលហ្មងអូផ្កាស្អាតមិនតែបិទមិនសូវស្អាតទេដោយសារតែវារោយអស់ហើយចាប់ដើមនេះលើសហើយ